ว่าនិយាយពីផ្លូវដើរសម្រាប់ប្រទេសនានាផ្សេងៗគ្រាន់តែគិតថាជាផ្លូវដើរធម្មតាប៉ុន្តែសម្រាប់ប្រទេសជប៉ុនផ្លូវដើរគឺមិនមែនធម្មតាដូចអ្វីយើងគិតនោះទេមានលក្ខណៈពិសេសជាច្រើនដែលពាក់ព័ន្ធជាមួយនឹងផ្លូវដើរក្នុងប្រទេសជប៉ុនផ្លូវដើរនៅក្នុងស្រុកនេះមានសភាពស្អាតនិងរៀបរយខ្លាំងណាស់ជាទូទៅមនុស្សគេដើរនៅខាងឆ្វេងដៃបានន័យថាគេប្រកាន់ស្ដាំទោះបីជានៅក្នុងទីប្រជុំជនឬមួយក៏កន្លែងដែលមានមនុស្សច្រើនកកក៏ដោយមនុស្សជាច្រើនត្រូវរងចាំភ្លើងស្តុបខៀវបានអនុញ្ញាតឲ្យដើរឆ្លងផ្លូវបានទាំងអស់នេះហើយដែលបញ្ជាក់ថាប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងមួយនេះមានការគោរពវិន័យនិងគោរពច្បាប់ខ្លាំងណាស់កាន់តែភ្ញាក់ផ្អើលនិងមានការស្វែងរកសារពីបណ្ដាប្រទេសផ្សេងៗនៅលើផ្លូវដើរក្នុងប្រទេសជប៉ុនគេតែងតែឃើញមានគំនូសពណ៌លឿងដែលគំនូសនេះហើយគឺសម្រាប់ឲ្យជនពិការភ្នែកឬមួយក៏អ្នកដែលមានបញ្ហាភ្នែកមើលផ្លូវមិនច្បាស់ហ្នឹងអាចប្រើប្រាស់គំនូសនេះក្នុងការធ្វើចលនាឬក៏បំលាស់ទីរបស់ពួកគាត់ដោយសុវត្ថិភាពនិងមិនចាំបាច់មានជំនួយពីជនណាម្នាក់ឡើយក្នុងចំណុចនេះស្ដាប់ទៅគឺមានលក្ខណៈពិសេសមែនទែនអ្វីដែលគួរឲ្យសរសើរមួយទៀតផ្លូវដើរក្នុងប្រទេសជប៉ុនល្អត្រង់ថាវាមានសុវត្ថិភាពរហូតដល់ថ្នាក់ក្មេងត្រឹម5-6 ឆ្នាំក៏គាត់អាចដើរដោយខ្លួនឯងទៅរៀនបានដែរដោយមិនចាំបាច់មានឪពុកម្ដាយឬមួយក៏មនុស្សធំដឹកដៃជូនទៅរៀនទេថាទៅគឺវាសុវត្ថិភាព